ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះយើងឃើញថាប្រទេសថៃនិងប្រទេសកម្ពុជាបានឈានដល់កម្រិតតានតឹងទាំងផ្នែកនយោបាយការទូតក៏ដូចជាសង្គ្រាមព័ត៌មាននិងការវាយប្រហារគ្នាទៅវិញទៅមកយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គមក៏ដូចជាបណ្ដាញសារព័ត៌មានហើយចំពោះរឿងទាំងអស់នេះគឺត្រូវបានអ្នកជំនាញបានឲ្យយោបល់ថាវាគឺជាយុទ្ធនាការរបស់ភាគីថៃដែលមានបំណងនៅក្នុងការបំបាក់មុខមាត់និងកិត្តិយសរបស់កម្ពុជានៅលើឆាកអន្តរជាតិហើយរឿងធំៗទាំងនោះបានកាត់ឡើងព្រមគ្នាហើយត្រូវបានគេមើលឃើញថាវាគឺជាល្បិចដ៏ថោកទាបរបស់ថៃដែលមានបំណងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិហើយនៅថ្ងៃនេះខ្ញុំបាទសូមលើកយកនៅរឿងរ៉ាវចំនួន5ដែលជាព័ត៌មានធំដែលភាគីថៃបានបង្កើតហើយរឿងទាំងអស់នេះគឺកើតឡើងព្រមគ្នាតែម្ដងថៃបានប្រើប្រាស់ល្បិចថោកទាបចំនួន5ដែលខ្ញុំបាទនឹងលើកយកមកបកស្រាយជូនបងប្អូនដូចតទៅបាទល្បិចទី1ការប្រើប្រាស់ការបាត់ទង់ជាតិធ្វើជាលេសយោធាថៃបានលើកយកករណីបាត់ទង់ជាតិនៅក្នុងតំបន់ចំនួនមកធ្វើជាមធ្យោបាយបំភ្លឺដើម្បីគំរាមកំហែងនិងប្រើប្រាស់កម្លាំងបាយវាយប្រហារមកលើកម្ពុជាទាំងកងទ័ពជើងទឹកថៃនិងនាយករដ្ឋមន្ត្រីអនុទីនបានប្រើប្រាស់សម្ដីអសុរោះនិងវោហារសាស្ត្រសង្គ្រាមដើម្បីបង្កើនកម្ដៅនៅតាមព្រំដែនយោងតាមកាសែតបាងកកប៉ុស្តិ៍មេបញ្ជាការកងទ័ពជើងទឹកថៃបាននិយាយថាថៃនឹងស៊ើបអង្កេតលើការបាត់បង់ទង់ជាតិនៅលើទីតាំងឈរជើងរបស់ខ្លួននៅក្នុងខេត្តចន្ទបុរីដែលបានបាត់កាលពីថ្ងៃទី18មេសាថៃនឹងពិនិត្យមើលស្ថានភាពបើទោះជាមន្ត្រីយោធាកម្ពុជាបដិសេធការពាក់ព័ន្ធក៏ដោយឡែកកាសែតខៅសុតលោកអនុទីនបាននិយាយថាអាវុធនិងគ្រឿងបរិក្ខារយោធាយើងបានត្រៀមរួចរាល់យ៉ាងពេញលេញអស់ហើយយើងនឹងមិនអោយកងកម្លាំងសត្រូវគិតថាអាចឈ្លានពានប្រទេសយើងបានឡើយវោហារសាស្ត្រទាំងនេះគឺវាដូចជាវោហារសាស្ត្រសង្គ្រាមដែលលោកប៊ុនស៊ីនផាត់ខ្លាំងក៏ដូចជាមេតបផ្សេងធ្លាប់បានធ្វើជាហូហែហើយវាមិនខុសពីការយកលេសកន្លងមកដែលប្រទេសថៃគឺបានយកលេសរឿងគ្រាប់មីនក៏ដូចជាបញ្ហា scam មកធ្វើជាលេសដើម្បីវាយប្រហាររំលោភបំពានមកលើកម្ពុជាហើយល្បិចដដែលនេះគឺត្រូវបានចាត់ទុកថាជាល្បិចផ្នែកយោធាដែលថៃមានបំណងប្រើប្រាស់កម្លាំងបាយនិងការគំរាមកំហែងលើសមរភូមិផ្ទាល់ហើយត្រូវបានអ្នកជំនាញមើលឃើញថាថៃបានប្រើវិធី3យ៉ាងគឺទី1គឺការបង្កើតលេសដោយករណីនេះគឺយកលេសបាត់ទង់ជាតិហើយកាលពីមុនគឺយកលេសដោយការដាក់មីនដើម្បីធ្វើជាហេតុផលដើម្បីចល័តកងទ័ពនៅក្នុងបន្ទាត់ព្រំដែនហើយចំណុចទី2គឺតាក់ទងជាមួយនឹងការបង្ហាញសាច់ដុំដោយការធ្វើសមយុទ្ធនិងការប្រើសម្ដីវាយប្រហារពីសំណាក់មេបញ្ជាការកងទ័ពជើងទឹកក៏ដូចជាមេបញ្ជាការផ្សេងក្នុងបំណងបំផិតបំភ័យកងទ័ពនិងប្រជាជនកម្ពុជាហើយចំណុចទី3ចុងក្រោយនោះគឺការបំភាន់ការពិតវាគឺជាការបង្កើតនូវភាពច្របូកច្របល់ដែលធ្វើឲ្យការពិតទៅជាការកុហកហើយធ្វើឲ្យការកុហកបែរទៅជាការពិតដោយពង្វក់ស្ថានភាពដើម្បីបំភាន់មតិមហាជននិងអន្តរជាតិល្បិចទី2គឺជាការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមានការសហការគ្នារៀបចំឲ្យកាសែតលំដាប់ពិភពលោក The Wall Street Journal ចុះផ្សាយអំពីការវាយប្រហារកម្ពុជាលើឆាកអន្តរជាតិតាមរយៈការបញ្ចេញនូវព័ត៌មានឆបោកតាមអ៊ីនធឺណិតដោយប្រើប្រាស់ឈ្មោះនិងបង្ខូចកិត្តិយសកម្ពុជាថាជា Scambodia ហើយនេះគឺជាយុទ្ធនាការសម្លាប់អត្តចរិតដើម្បីឲ្យអន្តរជាតិមានទស្សនៈអវិជ្ជមានចំពោះកម្ពុជាទោះបីជាមានការបញ្យល់អំពីមូលហេតុនៅក្នុងការប្រើពាក្យ Scambodia ជំនួសឲ្យពាក្យផ្លូវការក៏ដោយក៏ប៉ុន្តែវាបានបង្ហាញថាកាសែត The Wall Street Journal បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានហើយត្រូវបានចាត់ទុកថាជាការប្រមាថមើលងាយដល់អធិបតេយ្យភាពនិងប្រជាជនកម្ពុជាដោយមិនបានផ្ដល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសឆបោកកន្លងមកដែលនេះគឺវាបង្ហាញថាកាសែត The Wall Street Journal មានភាពលំអៀងមានការរើសអើងនិងប្រកាន់ជាតិសាសន៍មកលើប្រជាជនកម្ពុជាចំពោះពាក្យ Scambodia ក្រៅតែពីកាសែត The Wall Street Journal ដែលប្រើពាក្យនេះដោយខ្វះមនសិការគឺពុំដែលមានការបញ្ជាក់ឬការប្រើពាក្យនេះកន្លងមកនោះទេប៉ុន្តែគួររំលឹកផងដែរថានៅប្រទេសថៃបានបង្កើតលេសដោយចោទអំពីបញ្ហា scam មកលើប្រទេសកម្ពុជាហើយលើកទ័ពឈ្លានពានអធិបតេយ្យភាពរបស់កម្ពុជាទាំងកំរោលជាមួយនឹងច្បាប់ព្រៃរបស់ខ្លួនហេតុផលដ៏សំខាន់មួយទៀតសោតគឺថានៅលើបណ្ដាញសង្គមប្រជាជនថៃភាគច្រើនបានចំអកលក់លើយជាសំណេរដោយហៅកម្ពុជាថា Scambodia នៅមុនសង្គ្រាមនិងនៅក្រោយសង្គ្រាមផងដែរហើយវាហាក់បីដូចជាកំពុងធ្វើយុទ្ធនាការអ្វីមួយទាំងដែលពេលនោះគឺថៃបានលេចធ្លាយនៅរូបភាពលោកនាយករដ្ឋមន្ត្រីអនុទីននិងមេខ្លោងអក្រិតជន Ben Smith ចូលរួមកម្មវិធីជប់លៀងនិងថតរូបយ៉ាងសប្បាយជាមួយគ្នា
ហេតុផលទាំងនេះបានបង្ហាញយ៉ាងច្បាស់ថាប្រទេសថៃកំពុងធ្វើព្យុះធ្វើភ្លៀងនៅពីក្រោយឆាកនៃអត្ថបទកាសែត The Wall Street Journal ដែលនិយាយអំពីកម្ពុជាដែលក្នុងគោលបំណងបង្កើតនៅលេសបន្ថែមទៀតដើម្បីគេចវេះអំពីការឈ្លានពានកម្ពុជាដោយខុសច្បាប់របស់ខ្លួនហើយនឹងចេតនាខ្មៅកខ្វក់នៅក្នុងការបំបាក់មុខមាត់កិត្តិយសកម្ពុជាលើឆាកអន្តរជាតិស្របពេលដែលកាសែតនេះបានចុះកិច្ចព្រមព្រៀងជាមួយនឹងកាសែតបាងកកប៉ុស្តិ៍កាលពីប្រហែលឆ្នាំមុនសំណួរដែលគេតែងតែសួរនោះគឺថាតើការប្រើពាក្យនេះចំណេញទៅអ្នកណាហើយអ្នកណាដែលមានប្រយោជន៍ធំចំពោះការប្រើពាក្យ Cambodian ហៅកម្ពុជានេះហើយតើនរណាដែលហ៊ានប្រើពាក្យបែបនេះប្រឆាំងនឹងប្រទេសមួយទាំងដែលបញ្ហាជាក់ស្ដែងគឺជាបញ្ហារួមរបស់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ានដែលត្រូវចូលរួមដោះស្រាយរួមគ្នានោះល្បិចទី3គឺល្បិចភូតភរនឹងដើរតួធ្វើជាជនរងគ្រោះនៅអង្គការសហប្រជាជាតិនៅចំពោះមុខសហគមន៍អន្តរជាតិថៃបានបង្វែរការពិតដោយចោទប្រកាន់កម្ពុជាថាជាអ្នកឈ្លានពាននិងសម្លាប់ជនស៊ីវិលថៃល្បិចនេះគឺបានបិទបាំងនៅទង្វើឈ្លានពានរបស់ថៃខ្លួនឯងផ្ទាល់និងស្វែងរកការគាំទ្រពីអន្តរជាតិដោយយកលេសថាខ្លួនធ្វើសកម្មភាពគឺដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះដែលនេះគឺរាប់ថាជាល្បិចការទូតដ៏ស្មោកគ្រោកថៃបានប្រើប្រាស់វេទិកាអន្តរជាតិដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដែលក្នុងនោះថៃបានប្រើល្បិចចំនួន2គឺទី1ដើរតួធ្វើជាជនរងគ្រោះដោយយកបញ្ហាទៅប្តឹងនៅអង្គការសហប្រជាជាតិដោយចោទកម្ពុជាថាជាអ្នកបង្កសង្គ្រាមឬបានសម្លាប់ជនស៊ីវិលប្រមាណជា17នាក់និងធ្វើឲ្យប្រជាជនប្រមាណ40,000នាក់ទៀតត្រូវចម្លៀសហើយនេះគឺដើម្បីឲ្យអន្តរជាតិដាក់សម្ពាធមកលើកម្ពុជាហើយល្បិចទី2នោះគឺតាក់ទងជាមួយនឹងការធ្វើឲ្យកម្ពុជាឯកោពីលើឆាកអន្តរជាតិដែលនៅក្នុងនោះថៃបានព្យាយាមបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាមិនមែនជាដៃគូដ៏ល្អនៅក្នុងតំបន់ឬមិនមែនជាប្រទេសដែលបានគោរពច្បាប់អន្តរជាតិដើម្បីឲ្យកម្ពុជាបាត់បង់ការគាំទ្រពីមិត្តភ័ក្តិបរទេសជាច្រើននៅលើពិភពលោកបន្ថែមលើនេះទៀតថៃនៅហ៊ានបង្អួតថាខ្លួនបានជួយកម្ពុជាជាច្រើនទៀតផងដែលមានការផ្ដល់ជំនួយមុនពេលផ្ទុះ COVID-19 ប្រមាណជា$17 លានថែមទៀតផងតើនេះគឺជាល្បិចលួងចិត្តឲ្យកម្ពុជាព្រមចុះចាញ់ទទួលយកការរំលោភបំពានដោយខុសច្បាប់របស់ខ្លួនឬជាការរំលឹកអំពីគុណស្រ័យដែលកម្ពុជាត្រូវតែសងដោយការឈ្លានពានទឹកដីនេះមែនទេឆ្លើយតបជាមួយនឹងការត្អូញត្អែនិងដើរតួកំសត់ធ្វើជាជនរងគ្រោះភាគីកម្ពុជាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ចំពោះការសម្ដែងរបស់ភាគីថៃដោយបង្ហាញនៅតួលេខខូចខាតយ៉ាងធ្ងន់ធ្ងររបស់កម្ពុជាដែលបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណជាង100នាក់និង65,000នាក់ទៀតត្រូវចម្លៀសក្នុងនោះមានសាលារៀន48កន្លែងនិងមន្ទីរពេទ្យប្រមាណ22កន្លែងនិងប្រជាជនប្រមាណ34,000នាក់នៅពេលបច្ចុប្បន្ននេះពុំទាន់បានត្រឡប់ទៅលំនៅឋាននៅឡើយទេព្រោះដោយសារតែយោធាថៃបានដាក់របងព័ទ្ធទាំងបន្លាលួសទាំងកុងតេន័រមិនឲ្យប្រជាជនកម្ពុជាវិលត្រឡប់ទៅរករំនៅឋានរបស់ពួកគេវិញល្បិចទី4របស់ថៃគឺការប្រើវប្បធម៌និងជំនឿដើម្បីឈ្លានពានកាន់កាប់ទឹកដីព័ត៌មានចុងក្រោយនេះបានបង្ហាញអំពីប្រជាជនថៃបានរៀបចំពិធីបួងសួងនិងរាំរែកនៅលើប្រាសាទតាក្របីហើយវាមិនមែនជាការគោរពសាសនាដោយស្មោះត្រង់ឡើយប៉ុន្តែវាគឺជាការបង្ហាញនៅអំណាចគៀបសង្កត់និងការចង់បញ្ជាក់ថាខ្លួនគឺជាម្ចាស់គ្រប់គ្រងលើទីសក្ការៈប្រាសាទបុរាណខ្មែរវាជាការដុតកំហឹងឲ្យប្រជាជនខ្មែរនិងជាយុទ្ធសាស្ត្រឈ្លានពានផ្នែកទុនពោលគឺផ្នែកស្មារតីទៅលើប្រជាជនខ្មែរតែម្ដងអ្នកជំនាញបាននិយាយថាវាគឺជាល្បិចផ្នែកចិត្តសាស្ត្រនិងការបំបាក់ស្មារតីដោយមានគោលបំណងវាប្រហារទៅលើអារម្មណ៍និងមនសិការស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរថៃបានប្រើវិធីសាស្ត្រនេះដើម្បីដុតកំហឹងឲ្យប្រជាជនខ្មែរបាត់បង់ម្ចាស់ការជាមួយនឹងការធ្វើសកម្មភាពដោយដឹងថាខ្មែរមុខជាមិនពេញចិត្តគឺជាការសាកល្បងភាពអត់ធ្មត់របស់ប្រជាជនកម្ពុជាប្រសិនបើខ្មែរប្រតិកម្មខ្លាំងពេកគេអាចចោទថាខ្មែរជាអ្នកបង្កចំនួនប្រសិនបើខ្មែរនៅស្ងៀមគេនឹងចាត់ទុកថាខ្មែរទទួលស្គាល់ការត្រួតត្រារបស់គេហើយល្បិចចិត្តសាស្ត្រនេះផងដែរក៏វាអាចបង្កើតនៅអារម្មណ៍អស់សង្ឃឹមក្នុងចំណោមប្រជាជនកម្ពុជាដែរការមើលឃើញទឹកដីនិងគេមរតកដូនតាត្រូវបានគេយកទៅធ្វើទីសក្ការៈបូជាតាមបែបសាសនារបស់ថៃបានធ្វើឲ្យប្រជាជនខ្មែរមានអារម្មណ៍ថាខ្លួនឯងទន់ខ្សោយហើយវាបង្កើតទៅជាសម្ពាធផ្លូវចិត្តនិងការបាត់ស្មារតីជាតិនិយមជាដើមសរុបមកការបង្ហោះវីដេអូរាំរែកនៅលើប្រាសាទតាក្របីនៅតាមបណ្ដាញសង្គមគឺដើម្បីវាយប្រហារដល់ស្មារតីប្រជាពលរដ្ឋខ្មែរនិងបង្ហាញថាពួកសៀមមានប្រៀបលើផ្នែកវប្បធម៌និងការគ្រប់គ្រងទឹកដីជាដើមនេះគឺជាល្បិចដ៏ថោកទាបរបស់ភាគីថៃហើយល្បិចដ៏ថោកទាបទី5នោះគឺកាលពីថ្ងៃទី23នេះថៃបានប្រកាសលុបចោលនៅ MOU 2001ដើម្បីលេបយកទឹកដីដែនសមុទ្រតែម្ដង
គណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោកអានូទីនបានសម្រេចលុបចោលនៅអនុសារណៈយោគយល់គ្នាកាលពីឆ្នាំ2001ដែលជាអនុសារណៈយោគយល់អំពីការវាស់វែងនិងកំណត់ព្រំដែនទឹករវាងកម្ពុជានិងប្រទេសថៃគោលបំណងពិតនៃការលុបចោលនៅក្របខ័ណ្ឌច្បាប់ដែលមានស្រាប់គឺដើម្បីបើកផ្លូវឲ្យថៃអាចចរចាទាមទារនិងលេបយកតំបន់ត្រួតស៊ីគ្នានិងធនធាននៅដែនសមុទ្រកម្ពុជាទាំងមូលតាមអំពើចិត្តរបស់ខ្លួនដែលនេះគឺរាប់ថាជាល្បិចផ្នែកនយោបាយនេះគឺជាការប្រើប្រាស់អំណាចរដ្ឋបាលនិងច្បាប់ដើម្បីកេងចំណេញផ្នែកនយោបាយនិងដែនដីតំបន់សមុទ្ររបស់កម្ពុជាថៃបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងឆ្នាំ2001ដែលជាអនុសារណៈយោគយល់អំពីការវាស់វែងដែនសមុទ្រដោយប៉ុនប៉ងលុបចោល MOU នេះជាច្រើនលើកមកហើយនេះគឺជាល្បិចនយោបាយដែលចង់លុបច្បាប់ចាស់ដើម្បីរៀបចំជាច្បាប់ថ្មីដែលមានលក្ខណៈអំណោយផលដល់ថៃនៅក្នុងការទាមទារយកដែនសមុទ្រផ្ដាច់មុខអ្នកនយោបាយថៃមានបំណងប្រើប្រាស់មនោគមវិជ្ជាជាតិនិយមដោយប្រើប្រាស់បញ្ហាព្រំដែនដើម្បីទាញយកប្រជាប្រិយភាពនៅក្នុងស្រុកហើយធ្វើការវាយប្រហារមកលើកម្ពុជាដើម្បីអះអាងថាខ្លួនគឺជាអ្នកការពារជាតិចំពោះហេតុផលដ៏សំខាន់ដែលថៃបានអះអាងក្នុងការលុបចោល MOU 2001ដែលជា MOU ដែនទឹកនេះផងដែរគឺថៃបានលើកឡើងអំពីហេតុផលចំនួន3ទី1គឺថៃបានលើកហេតុផលថាជាងរយៈពេល20ឆ្នាំមកនេះការវិវត្តជាមួយនឹងបញ្ហាព្រំដែនទឹកនេះគឺมันមានការវិវត្តទេហើយហេតុផលទី2ថៃបានព្យាយាមបង្ហាញថាវាគឺជាដែនអធិបតេយ្យភាពនៅក្នុងដែនសមុទ្ររបស់ថៃហើយបើសិនជាកម្ពុជាចង់បានដែនទឹកនេះគួរតែចរចាដោយការប្រើប្រាស់នៅក្របខ័ណ្ឌថ្មីដែលសមស្របដើម្បីរក្សាប្រយោជន៍ហើយចំណុចសំខាន់ទី3ថៃបានអះអាងអំពីអត្ថប្រយោជន៍របស់ MOU 2001នេះគឺមិនបានបម្រើផលប្រយោជន៍របស់ថៃទេដូច្នេះថៃត្រូវតែលុបចោលដើម្បីស្វែងរកផ្លូវថ្មីដែលមានផ្ដល់ផលចំណេញដល់ភាគីថៃទៅវិញទោះជាយ៉ាងណាអ្នកជំនាញបានមើលឃើញថាការលុបចោល MOU នេះគឺវាបង្ហាញអំពីចេតនាទុច្ចរិតរបស់ថៃរួចទៅហើយពីព្រោះវាប្រឆាំងអំពីស្មារតីសហប្រតិបត្តិការនៅក្នុង MOU នោះផ្ទាល់តែម្ដងហើយការជ្រើសរើសយកនៅជំរើសថ្មីដែលដោះស្រាយតាមរយៈសន្ធិសញ្ញា UNCLOS គឺជាដំណើរការវែងឆ្ងាយដែលថៃដាក់គោលដៅក្នុងការក្តោបក្តាប់យកតំបន់ត្រួតស៊ីគ្នាដោយផ្ដាច់មុខតែម្ដងសរុបសេចក្តីមកគឺថៃបានប្រើប្រាស់នៅល្បិចថោកទាបចំនួន5នេះដែលរាប់ចាប់តាំងពីល្បិចផ្នែកយោធាល្បិចផ្នែកនយោបាយរហូតដល់ប្រព័ន្ធផ្សព្វផ្សាយនិងការដាក់សម្ពាធរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាហើយគោលបំណងដ៏សំខាន់បំផុតនោះគឺថៃមានបំណងលេបយកទឹកដីនិងធនធានផ្សេងខណៈពេលដែលកម្ពុជាបានព្យាយាមរក្សាភាពស្អាតស្អំរបស់ខ្លួននៅលើឆាកអន្តរជាតិហើយនេះគឺជាផែនការដែលរៀបចំទុកជាប្រព័ន្ធហើយមិនមែនជាភាពចៃដន្យឡើយហើយនេះត្រូវបានមើលឃើញថាទំនងជាការវាយបកមកលើកម្ពុជាវិញផងដែរ